ជប់ស្លុកក្រអ្នកក្រទាំងអស់គ្នាថ្ងៃនេះខ្ញុំអានរឿងកូនមននិងកូនទាទៅលេងទីក្រុងកាប់ជាកូនទាគេជាកូនមនកាប់បបួលគេទៅលេងទីក្រុងតោះយើងទៅលេងទីក្រុងកាប់ថាតើយើងនឹងទៅដោយវិធីណាគេតើយើងដើរទៅកាប់ទេយើងដើរមិនដល់ទេឆ្ងាយណាស់គេតើយើងជិះកង់ទៅកាប់តែយើងមិនចាស់ជិះកង់ទេកាប់តើយើងជិះតុកទៅគេមិននៅទីនេះមិនមានតុកទេគេតើយើងនឹងទៅដោយវិធីណាកាប់តើយើងជិះឡានក្រុងគេនឹងកាប់ជិះឡានក្រុងទៅលេងទីក្រុងយ៉ាងរីករាយនៅទីក្រុងមានចរាចរណ៍កោះគុញមានអគារធំនិងមានហាងលក់ទំនិញទំនើបកាប់នឹងគេរីករាយជាមួយទេសភាពទីក្រុងនៅពេលយកកំពុងតែដើរលេងពួកគេបានឮសំឡេងកាប់នឹងគេភ័យណាស់ពួកគេរត់គេចយ៉ាងលឿនពេលសំឡេងស្ងាត់មិនដឹងគេបាត់ទៅណាពេលបាត់គេកាប់យំយ៉ាងខ្លាំងសំឡេងនេះនៅតែឮលាន់តើសំឡេងនេះជាសំឡេងអ្វីកាប់ក៏រត់ចូលហាងទំនិញនៅជិតនោះពេលចូលទៅក៏ឃើញគេនៅទីនោះដែរពួកគេក៏ចេញពីហាងនោះពួកគេបានជួបពូម៉ូតូដប់អុកពូអុកនាំពួកគេកំសាន្តជុំវិញទីក្រុងបំពេចនោះឮសំឡេងទៀតហើយពួកគេមើលទៅលើមេឃហើយសួរពូម៉ូតូដប់ពូតើពូឮសំឡេងអ្វីទៅពូម៉ូតូដប់អូវាជាសំឡេងកំជ្រួចថ្ងៃនេះគឺជាថ្ងៃបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ